សូមក្រាបថ្វាយបង្គំដល់ព្រះសង្ឃគ្រប់ព្រះអង្គនិងគោរពទៅដល់លោកគ្រូព្រមទាំងមិត្តភ័ក្តិនិស្សិតទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះជាទិវាដ៏ពិសេសវិសាលដែលសាកលវិទ្យាល័យបញ្ញាសាស្ត្រម៉ោងខេមរៈវិទ្យាក្រោមការដឹកនាំនិងណែនាំផ្ទាល់ពីសំណាក់លោកគ្រូជួនកក្កដាដែលបានរៀបចំទស្សនកិច្ចសិក្សាឆ្ពោះទៅកាន់ខេត្តតាកែវដែលជាទឹកដីប្រវត្តិសាស្ត្រដ៏ចំណាស់របស់មាតុភូមិយើងនៅក្នុងដំណើរដ៏ស្រស់បទពិសោធន៍ជាក់ស្ដែងនេះនិស្សិតទាំងអស់គ្នានឹងមានឱកាសបានទស្សនានិងសិក្សាស្វែងយល់ពីទីតាំងប្រវត្តិសាស្ត្រនិងតំបន់ធម្មជាតិសំខាន់ៗចំនួន5គឺមានប្រាសាទតាព្រំភ្នំតាម៉ៅប្រាសាទនាងខ្មៅប្រាសាទភ្នំបានិងប្រាសាទភ្នំជីសូរសូមអ្នកនរគ្នារីករាយសម្ដាប់ការបកស្រាយរបស់លោកគ្រូជួនកក្កដាអំពីប្រាសាទតាព្រំតាកែវហើយប្រាសាទតាព្រំនេះនៅសៀមរាបមានមួយដែរមានប្រាសាទតាព្រំមួយដែរសៀមរាបប៉ុន្តែអត្តន័យស្តៀងគ្នាធ្វើក្នុងរជ្ជកាលតាណាគ្នានៅក្នុងប្រាសាទតាព្រំនេះកសាងនៅក្នុងឆ្នាំ1181បញ្ចប់នៅឆ្នាំ1201ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី7អញ្ចឹងប្រាសាទតាព្រំនេះបើក្នុងឯកសារយើងគិតពីបដោយគឺ150ម៉ែត្រគិតពីទទឹងគឺចំនួន45ម៉ែត្រគិតពីកម្ពស់ចំនួនកម្ពស់12ម៉ែត្របើគិតពីខាងក្នុងថែវឡើងទៅលើមកដល់10ម៉ែត្រហើយប្រាសាទតាព្រំនេះគឺបើនិយាយទៅនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7កសាងឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយានព្រះពុទ្ធសាសនាមហាយានហ្នឹងគឺឧទ្ទិសចំពោះព្រះពោធិសត្វមួយឈ្មោះថាលោកកេស្វរៈដែលយើងឃើញកាលពីប្រហែលថ្ងៃមុននោះប្រហែលខែមុនមកដល់ភ្នំតាម៉ៅលោកគ្រូក៏នាំពួកយើងទៅវត្តភ្នំតាម៉ៅនិងឲ្យស្គាល់ពីប្រាសាទភ្នំតាម៉ៅផងដែរនៅក្នុងស្រុកបាទីដែរប៉ុន្តែកម្រនឹងអ្នកដឹងថាទីនេះមានប្រាសាទណាហើយជាពិសេសអ្នកតកែវហ្នឹងពេលខ្លះអត់ដឹងថាកន្លែងនេះមានប្រាសាទទេគឺមកភ្នំតាម៉ៅជួបសួរសាស្ត្រមកអត់ដឹងថាកន្លែងនេះមានប្រាសាទហ្នឹងហើយแล้วដូចទីគុណអ្នកតកែវមែនទេបងពីច្រើនណាគឺយើងអត់សូវចាប់អារម្មណ៍ប្រាសាទហ្នឹងទេហ្នឹងហើយប្រាសាទមួយទៀតទៅខាងនោះចេះដាក់សោតបាទចេះដាក់ណានេះនេះនេះចូលទៅកសាងអត់ណាស់421នោះយើងគុំតាម៉ៅគុំតាម៉ៅមក1000បាយលឺទេចេញបាទ1000ណា1002តែនេះឆ្នាំ921ក្នុងរាជរបស់ប្រមាណជ័យវរ្ម័នទី4ណាក្នុងរាជរបស់ប្រមាណជ័យវរ្ម័នទី4គឺយើងមើលឲ្យតែមានទម្រង់អត្តន័យនេះគឺមានន័យថាសម័យមួយសម័យតបន្ទាប់ពីការបកស្រាយរបស់លោកគ្រូរួចលោកគ្រូក៏បាននាំពួកយើងធ្វើបុណ្យជុំគ្នាហើយក៏ទទួលទានអាហារថ្ងៃត្រង់នៅវត្តប្រាសាទរាងខ្មៅផងដែរអ៊ីស្លាមលោកគ្រូសុំទៅណាគេលោកប៉ះពាល់អារម្មណ៍ហ្នឹងណាទេអានឹងជួយ
បញ្ចប់ដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតាកែវត្រូវបានបញ្ចប់ដោយជោគជ័យខ្ញុំប្រកាសណាខ្ញុំបាទសូមក្រាបថ្វាយបង្គំអរព្រគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃគ្រប់ព្រះអង្គនិងសូមគោរពថ្លែងអំណរគុណលោកគ្រូជួនកក្កដាព្រមទាំងមិត្តភ័ក្តិនិស្សិតទាំងអស់គ្នាដែលបានញ៉ាំងឲ្យកម្មវិធីដំណើរទស្សនកិច្ចសិក្សានេះទទួលបាននូវចំណេះដឹងនិងការចងចាំដ៏ល្អសូមប្រគេនពរព្រះសង្ឃនិងជូនពរលោកគ្រូព្រមទាំងមិត្តភ័ក្តិទាំងអស់គ្នាជួបតែសេចក្តីសុខនិងជោគជ័យសូមអរគុណនិងជម្រាបលា